ជាទីគោរពនិងជាទីមេត្រីបន្តិចទៀតនេះបងប្រធានចាហ៊ុនម៉ាណីនឹងធ្វើដំណើរជាមួយនឹងថ្នាក់ដឹកនាំសសយកចានឹងចាប់ផ្ដើមក្បួនដំណើរថ្មើរជើងរបស់យើងផ្ទាល់តែម្ដងដូច្នេះសូមមេត្តាអធិស្ឋានចាយើងចាប់ផ្ដើមពីកណ្ដាលនៃវេទិការបស់យើងផ្ទាល់ដូច្នេះសូមអធិស្ឋានទៅកាន់ពុកម៉ែបងប្អូនចាមហាជនទាំងអស់សូមមេត្តាបើកទីវាលចាដើម្បីឲ្យក្បួនរបស់យើងក៏ដូចជាវត្តមានពីសំណាក់បងប្រធានចាប់ផ្ដើមចាដំណើរក្បួនរបស់យើងផ្ទាល់សូមការអធិស្ឋានទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណសម្រាប់ការយោគយល់ក៏ដូចជាការចូលរួមយ៉ាងស្អិតរមួតជាមួយនឹងក្រុមការងារក៏ដូចជាភ្នាក់ងារចែកចាយរបស់យើងនៅក្នុងថ្ងៃនេះបើសិនជាគ្មានការយោគយល់អធិស្ឋានពីបងប្អូនទេប្រហែលជាដំណើរការក្នុងកម្មវិធីមិនអាចរលូនបានទៅរហូតដល់ពេលវេលានេះទេដោយសារតែយើងមានការចូលរួមច្រើនរាប់សិបម៉ឺននាក់ចាអរគុណខ្លាំងមែនទែនអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ពេលវេលារបស់យើងគឺបងប្រធាននឹងធ្វើដំណើរបាទទៅទីតាំងខាងមុខបាទដើម្បីយើងត្រៀមបាទចេញក្បួនបាទថ្មើរជើងឆ្ពោះទៅកាន់វិមានឯករាជ្យហើយសូមបញ្ជាក់ជូនជាថ្មីម្ដងទៀតផងដែរថាសម្រាប់ក្បួនថ្មើរជើងរបស់យើងនៅពេលដែលចាប់ផ្ដើមគឺយើងនឹងចាប់ផ្ដើមជាមួយបទដែនដីខ្មែរហើយសិល្បករសិល្បករនេះនឹងចូលរួមបន្តពីលើឆាកហើយបងប្អូនទាំងគ្នានៅពេលដែលថ្មើរជើងសូមច្រៀងទាំងអស់គ្នាចាអរគុណអូតាមពិតទៅបងប្អូនបានវែកផ្លូវហើយចាប៉ុន្តែឥឡូវក្រុមការងាររបស់យើងបានទៅដល់នោះបងប្រធានបានទៅដល់នោះហើយអរគុណសម្រាប់ការសម្រួលប៉ុន្តែមិនជាបញ្ហាទេចាយើងត្រៀមក្នុងការធ្វើដំណើរជាមួយនឹងក្បួនរបស់យើងផ្ទាល់តែម្ដងហើយកុំភ្លេចក្នុងការធ្វើដំណើរជាក្បួននេះគឺយើងអមជាមួយនឹងការច្រៀងបទដែនដីខ្មែរចាហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅទីនេះក៏ដូចជានៅតាមខេត្តឋានយើងព្យាយាមបង្ហាញឆន្ទៈជាខ្មែរទាំងអស់គ្នាព្រោះថាអ្វីដែលយើងតែងតែធ្វើការចែករំលែកនៅក្នុងបណ្ដាញសង្គមឬក៏តែងតែនិយាយមិនដាច់ពីមាត់ថាបេះដូងប្រជាពលរដ្ឋខ្មែរគឺធំណាស់យើងតែងតែដោះស្រាយរាល់បញ្ហាទាំងអស់ដោយសន្តិវិធីយើងមានភាពចាស់ទុំចាយើងនឹងចូលរួមគ្រប់សកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាលហើយនៅក្នុងថ្ងៃនេះយើងពិតជាមានមោទនភាពខ្លាំងមែនទែនដែលពុកម៉ែបងប្អូនខំស្កាត់មកពីគ្រប់ទិសទីចំណាយពេលវេលាថ្ងៃឈប់សម្រាកផងនៅក្នុងថ្ងៃនេះដើម្បីចូលរួមជាមួយនឹងព្រឹត្តិការណ៍របស់យើងឲ្យកាន់តែមានភាពសម្បើមបន្ថែមទៀតដោយដែលបងប្រសាសន៍លោកបងប្រធានលោកមានប្រសាសន៍ហើយចាក្នុងការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះមិនមែនជាការសម្ញែងទៅលើរូបភាពណាមួយនោះទេប៉ុន្តែគឺយើងធ្វើដើម្បីប្រជាជនខ្មែរធ្វើដើម្បីប្រទេសកម្ពុជារបស់យើងផ្ទាល់ថាពួកយើងទាំងអស់គ្នាគឺមានបេះដូងរួបរวมគ្នាគឺបែបនេះបាទនេះហើយគឺជាការបង្ហាញអំពីមនោសញ្ចេតនាក្នុងនាមជាមហាគ្រួសារខ្មែរដែលយើងតែងតែមានការសន្តោសប្រណីដូចជាការអធិស្ឋានបាទចំពោះមនុស្សជាតិជុំវិញពិភពលោកហើយអ្វីដែលយើងតែងតែមានកន្លងទៅគឺសម្រាប់ខ្មែរយើងគឺតែងតែមានមនោសញ្ចេតនាដ៏ល្អមួយហើយយើងក៏មិនដែលចង់បានអ្វីពីប្រទេសជិតខាងហើយថ្ងៃនេះយើងមកជួបជុំគ្នាដើម្បីបង្ហាញអំពីជំហរដ៏រឹងមាំនៅក្នុងនាមជាគ្រឿងការពារជាតិរបស់ប្រទេសកម្ពុជានិងជាកម្លាំងចិត្តទៅដល់បងវីរៈកងទ័ពដែលបានត្រៀមខ្លួននៅក្នុងការជួយការពារបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជារបស់យើងបាទកម្លាំងចូលរួមរបស់បងប្អូនទាំងអស់គ្នាបន្តិចទៀតនេះអាចនឹងធ្វើដំណើរពីកោះពេជ្រទៅបាទហើយសម្រាប់ការធ្វើដំណើររបស់បងប្អូនអរគ្នាសូមឲ្យកុំឲ្យចង្អៀតពេកបាទគឺយើងដើរតាមសម្រួលបាទហើយដោយសារតែបងប្អូនយើងច្រើនមែនតើនៅទីនេះហើយអាចនឹងមានបងប្អូនយើងជាបន្តទៅតាមបងផ្លូវទៀតបាទអញ្ចឹងបងប្អូនអរគ្នាប្រកបជាបានឃើញនៅទស្សនវិជ្ជារួមបាទដែលយើងនឹងបង្ហាញនៅពេលបន្តិចនេះនៅពេលដែលក្បួនចាប់ផ្ដើមចាសូមបញ្ជាក់ជូនម្ដងទៀតណាបន្តិចទៀតនេះដំណើរក្បួនធ្វើដំណើរថ្មើរជើងរបស់យើងនឹងធ្វើការចាប់ផ្ដើមដោយដឹកនាំដំណើរដោយបងប្រធានហ៊ុនម៉ាណីព្រមទាំងថ្នាក់ដឹកនាំរបស់សសយកផ្ទាល់តែម្ដងហើយសូមជំរាបជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថាបើទោះបីជាបងប្អូនទាំងអស់គ្នានៅក្រោយក៏ពិតមែនប៉ុន្តែយើងអាចស្រែកច្រៀងបន្តរហូតចាប់ពីពេលនេះតទៅតែម្ដងចាព្រោះថាវត្តមានចូលរួមពីសំណាក់ពុកម៉ែបងប្អូននេះគឺច្រើនលើសលប់ខ្លាំងមែនទែនទាំងអស់នេះហើយគឺជាមោទនភាពដែលពួកយើងទាំងអស់គ្នាពិតជាអាចធ្វើបានមែនមិនមែនគ្រាន់តែសរសេរនៅក្នុងបណ្ដាញសង្គមមិនត្រឹមតែយើងតែងតែនិយាយទេគឺយើងបានធ្វើឲ្យឃើញរូបភាពហើយនៅក្នុងថ្ងៃនេះបាទតែការអំពាវនាវបាទពីបងប្រធានក៏ដូចជាការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះក៏ប៉ុន្តែបងប្អូនទាំងគ្នាមានទឹកចិត្តបេះដូងក្នុងនាមជាខ្មែរដូចគ្នាមានឈាមជ័រជាខ្មែរបាទដែលបានបង្ហាញអំពីបេះដូងខ្មែរបាទទៅកាន់ពិភពលោកឲ្យបានឃើញអំពីកម្លាំងរួមសាមគ្គីដ៏មហិមារបស់កម្ពុជារបស់យើងបាទហើយអ្វីដែលបងប្អូនទាំងគ្នាបានចូលរួមថ្ងៃនេះគ្រាន់តែជាផ្នែកមួយនៃការតំណាងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាទក៏ដូចជាតំណាងបងប្អូនប្រជាពលរដ្ឋ
ខ្មែរនៅតាមបណ្ដាប្រទេសផ្សេងៗបាទអញ្ចឹងសង្ឃឹមថាកម្លាំងសាមគ្គីរួបរួមក៏ដូចជាការចូលរួមដ៏មហិមាក្នុងនាមជាមហាគ្រួសារខ្មែរឈានចូលជាខ្មែរនៅក្នុងថ្ងៃនេះបាននឹងដកជាប់នៅក្នុងកៅអីបេះដូងហើយយើងនឹងបន្តរក្សាការគ្រប់គ្រងក៏ដូចជាការចូលរួមផ្ដល់នូវកម្លាំងសាមគ្គីដ៏ធំនេះជាបន្តទៅមុខទៀតជាពិសេសគឺរាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលលោកតែងតែគិតគូរវែងឆ្ងាយបាទជូនដល់ប្រជាពលរដ្ឋរបស់យើងគិតគូរពីសុខទុក្ខគ្រប់កលៈទេសៈទាំងអស់មិនថាតកលៈទេសៈណាលោកតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើងបាទហ្នឹងគឺជាការបង្ហាញអំពីក្តីស្រឡាញ់និងការតបស្នងត្រឡប់ទៅវិញនៅអ្វីដែលជាការខិតខំប្រឹងប្រែងបាទការលះបង់អស់ពីកម្លាំងកាយចិត្តបាទឈាមស្រស់សាច់ស្រស់របស់លោកបាទរហូតមកដល់ដំណាក់កាលនេះលោកនៅតែមានញឹកគិតគូរបាទទោះបីជាមិនបានសម្រាប់ពេញលេញក៏ប៉ុន្តែលោកនៅតែមានស្នាមញញឹមសម្រាប់ប្រជាពលរដ្ឋខ្មែររបស់យើងរហូតដល់សប្តាហ៍និងទៅអនាគតផងដែរអរគុណម្ដងទៀតសម្រាប់ការចូលរួមយ៉ាងសកម្មពីពុកម៉ែបងប្អូនទាំងអស់គ្នាឃើញថាអ្វីដែលយើងសង្កេតលើពីលើវេទិកានេះទៅឃើញថាមានសម្ដាប់ធ្នាប់ខ្លាំងមែនទែនអរគុណសម្រាប់ការចូលរួមពីពុកម៉ែបងប្អូនទាំងអស់គ្នាព្រឹត្តិការណ៍របស់យើងនៅក្នុងថ្ងៃនេះដំណើរការទៅយ៉ាងរលូនគឺអាស្រ័យទៅលើការចូលរួមពីពុកម៉ែបងប្អូននេះហើយតួយ៉ាងនៅក្នុងថ្ងៃនេះយើងទាំងអស់គ្នាបានបង្ហាញនូវទឹកចិត្តស្រឡាញ់ហើយបានបង្ហាញឲ្យឃើញពីសម្ដាប់ធ្នាប់ការយកចិត្តទុកដាក់ការស្ដាប់តាមការណែនាំពីប្រមុខរដ្ឋាភិបាលផ្ទាល់តែម្ដងហើយនៅក្នុងពេលបន្តិចទៀតនេះយើងនឹងចាប់ផ្ដើមច្រៀងរួមគ្នាជាមួយនឹងបទដែនដីខ្មែរបងប្អូនទាំងអស់គ្នាត្រៀមខ្លួនហើយណាត្រៀមខ្លួនក្នុងការធ្វើដំណើរដើរថ្មើរជើងទៅកាន់វិមានឯករាជ្យជាមួយនឹងយើងទាំងអស់គ្នាអត់ត្រៀមហើយណាច្រៀងទាំងអស់គ្នាបានអត់ដែនដីខ្មែរណាច្រៀងបានទេសង្ឃឹមថាសម្លេងពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះបានធ្វើឲ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ថាពួកយើងមានតែស្នាមញញឹមពួកយើងមានតែភាពម៉ឺងម៉ាត់ប្រកបទៅដោយភាពច្បាស់លាស់ភាពចាស់ទុំក្នុងការរស់នៅជាប្រចាំថ្ងៃបើទោះបីជាមានបញ្ហាបែបណាក៏ដោយក៏ពួកយើងនៅតែប្រកាន់គោលការណ៍នៅក្នុងជីវិតរបស់យើងជារៀងបារម្ភគឺភាពច្បាស់លាស់សន្តិវិធីបាទអរគុណខ្លាំងមែនទែនអូយបាទអ្វីដែលសំខាន់ហើយចង់ការរំលឹកបាទទៅកាន់បងប្អូនរបស់យើងដែលបានចូលរួមនៅក្នុងក្បួនថ្មើរជើងសូមឲ្យរក្សានៅអនាម័យបាទជាពិសេសបាទរាល់ដបទឹកបាទក៏ដូចជាចំណីអាហារផ្សេងៗសូមឲ្យបងប្អូនទាំងគ្នាចូលរួមសហការនៅក្នុងការថែរក្សាបរិស្ថានដោយសារតែកម្មវិធីរបស់យើងរៀបចំនេះលោកបានគិតគូរតាំងពីអនាម័យសុវត្ថិភាពសម្រាប់ផ្នែកផ្សេងៗអញ្ចឹងការចូលរួមដ៏ច្រើនបែបនេះបើសិនជាយើងចូលរួមតែម្នាក់បន្តិចគឺយើងនឹងអាចឃើញបរិស្ថានស្អាតទោះបីជាយើងមានមនុស្សរាប់សែននាក់យ៉ាងណាក៏នៅតែមានភាពល្អប្រសើរបាទបើមានការចូលរួមសហការពីពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណទុកជាមុនអរគុណទុកជាមុនប៉ុន្តែយើងបានឃើញរួចទៅហើយលោកជាបណ្ឌិតថាឥឡូវនេះបន្ទាប់ពីបងប្អូនចាប់ផ្ដើមបន្លាស់ទីទៅកាន់សម្ដៅទៅលើក្បួនរបស់យើងឃើញថាបរិវេណនៅក្នុងការជួបជុំរបស់យើងនេះមនុស្សរាប់សិបលានអ្នកចូលរួមប៉ុន្តែសង្កេតឃើញថាគឺមានរបៀបរៀបរយហើយបរិស្ថានក៏ទទួលបានការយកចិត្តទុកដាក់មានទំនួលខុសត្រូវចំពោះម្ហូបអាហារដែលគាត់ញ៉ាំសល់ដបទឹកអីហ្នឹងគឺបងប្អូនយួននៅនឹងដៃទាំងអស់អរគុណណាអរគុណបងប្អូនទាំងអស់គ្នាចូលរួមតោះឥឡូវបងប្អូនត្រៀមខ្លួនហើយនៅសម្រាប់ការដំណើរថ្មើរជើងរបស់យើងចឹងសូមស្រាវជ្រាវរួមគ្នាជាមួយនឹងបាត់នគររាជណានេះខ្ញុំរាប់ពី1ដល់3បាទនៃខ្មែរបាទដល់នៃខ្មែរបាទនៃខ្មែរអធិស្ឋានតោះរួមគ្នា1 2 3ជើងម្ដងប
មួយមានសង្ឃឹមមកទូសារាយខ្មែរក្នុងកាយសំចិនប្រងជីវិតសុខសំព្រៀងឈាមស្រឡាញ់ប្រងតាពីអរព្រះព្រមីទីវងគុំគៀនកម្ពុជាឯងព្រះបានព្រៀបពីតុងខ្មែរបានសំព្រះមកគ្រប់អាត្មាសូមទៅដល់ទៅសរសើរទុកការតាមសាច់យើងត្រង់បែបនេះ តែមានខ្មែរប្រែថាសម្រាប់មកពុំមកទៅភូមិរងរីយ៉ាងសុខជាតារាកងយកតាំងពីបុរាណមកទៅប្រានស្វាគមន៍សាមគ្គីថ្ងៃមួយមានសង្ឃឹមមកទូសារាយមកទៅកាយសំចិនក្នុងជីវិតសុខសំព្រៀងឈាមស្រឡាញ់ប្រងតាពីអរព្រះព្រមីទីវងគុំគៀនកម្ពុជាឯងព្រះបានព្រៀបពីតុងខ្មែរបានសំព្រះមកគ្រប់អាត្មាសូមទៅដល់ទៅសរសើរទុកការតាមហត្ថយើងព្រមត្រង់បែបនេះតែមានខ្មែរតែថាសម្រាប់ប្រភពមកទៅភូមិរងរីយ៉ាងសុខជាតារាតមកតាំងពីបុរាណមកទៅប្រានស្វាគមន៍សាមគ្គីថ្ងៃមួយមានសង្ឃឹមមកទូសារាយមកទៅកាយសំចិនក្នុងជីវិតសុខសំព្រៀងឈាមស្រឡាញ់ប្រងតាពីអរព្រះព្រមីទីវងគុំគៀនកម្ពុជាឯងព្រះបានព្រៀបពីតុងមកបានសូមព្រះមកគ្រប់អាត្មាសូមទៅដល់ទៅសរសើរទុកការតែមកតែយើងត្រូវបែបនេះជីយោបងមិនក៏មានបងមានទៅដល់អមជីយោ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 បងទៅកម្ពុជាដល់ខ្លាំងហានជីយោជីយោជីយោបងមិនមកតែមកស្វាគមន៍មកទៅភូមិរងរីយ៉ាងសុខជាតារាតមកតាំងពីបុរាណមកប្រានស្វាគមន៍សាមគ្គីថ្ងៃមួយមានសង្ឃឹមមកទូសារាយមកទៅកាយសំចិនក្នុងជីវិតសុខសំព្រៀងឈាមស្រឡាញ់ប្រងតាពីអរព្រះព្រមីទីវងគុំគៀនកម្ពុជាឯងព្រះបានព្រៀបពីតុងមកបានសូមព្រះមកគ្រប់អាត្មាសូមទៅដល់ទៅសរសើរទុកការតាមហត្ថយើងត្រង់បែបនេះតែមានខ្មែរប្រែថាសម្រាប់មកពុំមកទៅភូមិរងរីយ៉ាងសុខជាតារាតមកតាំងពីបុរាណមកទៅប្រានស្វាគមន៍សាមគ្គីថ្ងៃមួយមានសង្ឃឹមមកទូសារាយមកទៅកាយសំចិនក្នុងជីវិតសុខសំព្រៀងឈាមស្រឡាញ់ប្រងតាពីអរព្រះព្រមីទីវងគុំគៀនកម្ពុជាឯងព្រះបានព្រៀបពីតុងខ្មែរបានសូមព្រះមកគ្រប់អាត្មាសូមទៅដល់ទៅសរសើរទុកការតាមហត្ថយើងត្រង់បែបនេះតែមានខ្មែរតែថាសម្រាប់មកពុំមកទៅភូមិរងរីយ៉ាងសុខជាតារាតមកតាំងពីបុរាណមកទៅប្រានស្វាគមន៍សាមគ្គីថ្ងៃមួយមានសង្ឃឹមមកទូសារាយមកទៅកាយសំចិនក្នុងជីវិតសុខសំព្រៀងឈាមស្រឡាញ់ប្រងតាពីអរព្រះព្រមីទីវងគុំគៀនកម្ពុជាឯងព្រះបានព្រៀបពីតុងមកបានសូមព្រះមកគ្រប់អាត្មាសូមទៅដល់ទៅសរសើរទុកការតាមហត្ថយើងត្រង់បែបនេះ យើងទាំងអស់គ្នាជាឃើញការពីជាប្រជាជនជួបមកលោកនៅពេលមួយទៅមកជួបមកយើងទាំងអស់គ្នាជ័យយោ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 ប្រជាជនកម្ពុជាជ័យយោជ័យយោជ័យយោដែល
người Việt phải mất tu dài mai tu cai sông chân đầu tiên sông sông liêm chiêm cha lá ra ta tình ai đẹp người kia đi hướng cùng kia Campuchia ai để ban thiết tình tâm mai mai sông theo mau người ban thoát sông tên la hai ba sáu sa tình cảm em là sông dương tôi không về đây ngày ngày mai mai sự an là cùng mai cùng cùng luôn đi địa sự con chiều đó tao muốn ta đi vào đàn mai từ tan xa cũng sẵn được đi ngày mưa nghe từ tờ vẫn tu sẽ đây mai từ tay sông chân đầu tiên sông sông riêng chiều xa lấy ra ta tìm áo đẹp người đi là đi đúng cùng kia Campuchia ai thì ban thiết thì đông mai ban sông đang mơ từ mặt hoa sông về la hai ta xa xa từ càng em là sạch dương không lại đây Vợ chồng biết sao rồi បាទបងប្អូនជនជាតិបានកំពុងទស្សនានៃការផ្សាយផ្ទាល់ហើយឃើញទស្សនវិជ្ជារួមនៃបាទការកម្លាំងសាមគ្គីបាទរបស់បងប្អូនជារដ្ឋមកទូទីទាំងអស់ជាការស្ម័គ្រចិត្តនៅព្រឹកនេះក្នុងនាមខ្ញុំជាអ្នកអត្ថាធិប្បាយឃើញទស្សនវិជ្ជារួមដែលក្រុមការងារបានធ្វើការផ្សាយផ្ទាល់ហើយពេលនេះក៏បណ្ដាទូរទស្សន៍ផ្សេងៗក៏បានបន្តផ្សាយបាទគឺបានបង្ហាញទៅដល់ក្រៅប្រទេសពីកម្លាំងសាមគ្គីគ្នាខ្មែរវិញជាធ្លុងមួយដែលនៅព្រឹកនេះគឺបង្ហាញឲ្យឃើញអំពីបាទការគ្រប់គ្រងចំពោះជំហររាជរដ្ឋាភិបាលបង្ហាញឲ្យឃើញអំពីការលើកទឹកចិត្តទៅដល់បាទវីរៈកងទ័ពរបស់យើងដែលកំពុងតែឈរជើងបាទនៅតាមបន្ទាត់ព្រំដែនរូបភាពទាំងអស់នេះការជួយរួមសាមគ្គីនេះគឺបង្ហាញឲ្យឃើញពីទឹកចិត្តរួមសាមគ្គីគ្នាការពារខ្លួនសេដ្ឋកិច្ចជាតិការពារខ្លួនប្រទេសរបស់យើងហើយចំហរាជរដ្ឋាភិបាលដូចបងប្អូនបានជ្រាបហើយថាកម្ពុជាជាប្រទេសដែលមិនដែលទៅបំពាននៅប្រទេសណាទេហើយកម្ពុជាក៏ជាប្រទេសដែលមិនចង់បានទឹកដីពីប្រទេសណាមួយសូម្បីតែ1មីលីម៉ែត្រហើយកម្ពុជាក៏មិនអនុញ្ញាតឲ្យប្រទេសណាមួយមកបំពានមកលើកម្ពុជាដែរភាពថ្លៃថ្នូរនិងភាពចាស់ទុំរបស់កម្ពុជាបាទរូបក្នុងនេះប្រជាពលរដ្ឋបាទមួយរយៈនេះក៏បានបង្ហាញឲ្យឃើញអំពីភាពថ្លៃថ្នូរបាទរបស់ពលរដ្ឋកម្ពុជាមានបញ្ហាគឺយើងដោះស្រាយតាមនីតិវិធីយកផ្លូវច្បាប់បាទជាគោលហើយឥឡូវនេះយើងឃើញបងប្អូនឃើញហើយថាមានទាំងអស់ចាស់ក្មេងប្រុសស្រីទាំងអស់បាទដែលបានចូលរួមបង្ហាញពីការគ្រប់គ្រងចំពោះរាជរដ្ឋាភិបាលនិងលើកទឹកចិត្តទៅដល់កងកម្លាំងរបស់យើងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនជាស្មារតីស្នេហាជាតិជាស្មារតីបង្ហាញឲ្យឃើញអំពីការពារសុចរិតភាពការពារភាពស្របច្បាប់បាទរបស់រាជរដ្ឋាភិបាលគឺបងប្អូនជារដ្ឋបាទគ្រប់គ្រងជំហររបស់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែនជាថ្មីម្ដងទៀតក៏ចង់បញ្ជាក់ជូនទៅដល់ដែរថានេះគឺជាកម្មវិធីមួយដែលរៀបចំឡើងការដើរថ្មើរជើងចេញពីកោះពេជ្រដោយកាន់វិមានឯករាជ្យជារូបភាពមួយដែលយើងចង់បង្ហាញពីកម្លាំងសាមគ្គីមហាគ្រួសារខ្មែរការរៀបចំគំនិតរួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាតែប្រហែលថ្ងៃទេដែលឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថាឥឡូវនេះមិនមែនជាកម្មវិធីរបស់សិស្សយកទេបានន័យថាជាកម្មវិធីរបស់មហាគ្រួសារខ្មែរដែលកំពុងតែរួបរวมគ្នារយៈពេលត្រឹមតែប្រហែលថ្ងៃមិនដល់មួយសប្តាហ៍សោះយើងឃើញថាប្រជាពលរដ្ឋគាត់ចង់ចូលរួមច្រើនគឺភាពចម្រុះនៃការចូលរួមរបស់មហាគ្រួសារខ្មែរតាមរយៈរូបភាពផ្ទាល់ដែលយើងបានបង្ហាញជូននេះមានតាំងពីព្រះសង្ឃដែលមានតាំងពីសាសនិកអ៊ីស្លាមមានតាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមន្ត្រីរាជការបណ្ដាគណៈបកនយោបាយហើយមានយុវជនយើងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអីក៏ថាច្រើនដែលគាត់មកចូលរួមមានទាំងបងប្អូនជនពិការថែមទៀតចាស់ហើយយើងឃើញថាថ្ងៃនេះក៏ភ្ជាប់ទៅនឹងព្រឹត្តិពិធីចម្រើនប្រជជនសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់យើងឃើញមានរូបភាពដែលបងប្អូនប្រជាពលរដ្ឋលើកនៅព្រះឆាយាល័ក្ខណ៍របស់ព្រះករុណាព្រះមហាក្សត្រព្រះឆាយាល័ក្ខណ៍របស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរហើយមាននៅលើរូបថតរបស់សម្ដេចតេជោហ៊ុនសែនមានលើករូបសម្ដេចធិបតីហ៊ុនម៉ាណែតហើយមាននៅរូបព្រះឆាយាល័ក្ខណ៍របស់ព្រះបរមរតនកោដ្ឋថែមទៀតជាសម្ដេច
បាច់ព្រះនរោត្តមសីហនុចាដែលនៅក្នុងការបង្ហាញរួមជាមួយនឹងទង់ជាតិដែលលើកឡើងបង្ហាញពីកម្លាំងសាមគ្គីមហាគ្រួសារខ្មែរដែលប្រសាសន៍របស់ឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថាការជួបជុំថ្ងៃនេះមិនមែនជាការគម្រាមកំហែងមិនមែនជាការបង្ហាញកម្លាំងដើម្បីគម្រាមទៅកាន់អ្នកណាទេគឺជាការជួបជុំបង្ហាញពីការស្រឡាញ់ជាលក្ខណៈមហាគ្រួសារខ្មែរការជឿជាក់ការគ្រប់គ្រងរាជរដ្ឋាភិបាលលើកទឹកចិត្តទៅដល់កងទ័ពគ្រប់គ្រងវិធានការរបស់រាជរដ្ឋាភិបាលដោះស្រាយដោយសន្តិភាពជាមួយនឹងប្រទេសជិតខាងហើយជារួមអ្វីដែលសំខាន់គឺការអរគុណចំពោះបងប្អូនពីគ្រប់ទិសទីដែលគាត់បានចូលរួមចំណែកនៅថ្ងៃនេះលើកទឹកចិត្តបង្ហាញពីមោទនភាពជាតិរួបរวมគ្នាសាមគ្គីជាធ្លុងមួយគ្រប់និន្នាការនយោបាយក្នុងនាមជាខ្មែរយើងដែលលើកទឹកចិត្តដល់កងទ័ពយើងនៅជួយមុខកំពុងតែការពារបរណភាពទឹកដីក្រុមគ្រួសារកងទ័ពទាំងអស់គាត់មានភាពកក់ក្ដៅព្រោះគាត់ឃើញស្វាមីចាស់កូនចៅគ្រួសារដែលកំពុងតែការពារតាមបន្ទាត់ព្រំដែនអញ្ចឹងពួកយើងនៅទីនេះយើងលើកទឹកចិត្តបងកងទ័ពចាដែលគាត់កំពុងតែការពារបូរណភាពទឹកដីហើយនៅក្នុងនោះក៏យើងគ្រប់គ្រងយ៉ាងពេញទំហឹងចំពោះអ្វីដែលពីភាពចាស់ទុំរបស់យើងក្នុងនាមជាខ្មែរដែលរាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយនៅសន្តិវិធីដែលយើងធ្វើយ៉ាងណាគឺស្រឡាញ់នៅសន្តិភាពអញ្ចឹងការស្រឡាញ់សន្តិភាពរបស់យើងដោះស្រាយនៅបញ្ហាចំនួនដោយភាគីថៃจะអាចទៅជាមួយគ្នាទៅយុទ្ធធម៌តុលាការយុទ្ធធម៌អន្តរជាតិក្រុងឡាអេនៅ4ចំណុចដែលកម្ពុជាបានដាក់ទៅហើយកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025កន្លងទៅនេះគឺយើងដាក់ទៅតុលាការយុទ្ធធម៌អន្តរជាតិក្រុងឡាអេចំពោះតំបន់ចាស់ចំនួន4ដែលមានការប៉ះទង្គិចគ្នាឬក៏មាននៅចំនួនព្រំដែនជាមួយគ្នាចាអញ្ចឹងគឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ដែលឯកពាក់ព័ន្ធទៅនឹងផ្សេងភាគីក៏ដូចគ្នាយើងត្រូវមានការជជែកពាក់ព័ន្ធទៅនឹងបន្ទាត់ព្រំដែនរបស់យើងហើយមួយវិញទៀតសូមជម្រាបជូនទៅដល់ទូរទស្សនិកជនដែលថាសារបានយើងដឹងហើយតាំងពីថ្ងៃ28ឧសភា2025ប្រជាពលរដ្ឋដឹងហើយថាកងទ័ពថៃបានឈ្លានពានមកកាន់តំបន់មុំ3របស់កម្ពុជាហើយបានប្រហារទៅលើយុទ្ធជនកម្ពុជាមួយរូបដ៏អង្អាចក្លាហានបានបាត់បង់ជីវិតទៀតបានពលីនៅក្នុងពេលនេះហើយថៃបានបន្តបិទព្រំដែនជាឯកតោភាគីដែលមិនបានជួយដំណឹងមកដល់កម្ពុជាមុនគឺសម្រួលម៉ោងដោយខ្លួនឯងគម្រាមនេះគម្រាមនោះប៉ុន្តែជាវិធានការរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅវិញយើងអត់ទិញអ៊ីនធឺណិតអីពីថៃទេយើងអត់មានចាក់ប្រចាំងនៅភាពយន្តថៃនៅក្នុងប្រទេសកម្ពុជាអគ្គិសនីរបស់យើងក៏យើងប្រើប្រាស់ខ្លួនឯងហើយយើងប្រើនៅផ្លូវការទូតចាយើងដោះស្រាយទៅតាមផ្លូវការទូតយើងដោះស្រាយទៅដោយច្បាប់ផ្លូវច្បាប់ហើយយើងឈានទៅដល់ច្បាប់អន្តរជាតិដោយលោកស្និទ្ធបានលើកឡើងអញ្ចឹងកម្ពុជាមិនមានបំណងចង់បានទឹកដីពីប្រទេសណាមួយសូម្បី1មីលីម៉ែត្រក៏ប៉ុន្តែកម្ពុជាមិនអោយនរណាយកទឹកដីកម្ពុជា1មីលីម៉ែត្រដែរអញ្ចឹងយើងការពារបូរណភាពទឹកដីហើយកម្លាំងសាមគ្គីរបស់យើងបង្ហាញនៅពេលនេះយើងមានមោទនភាពមែនទែនដែលយើងឃើញថាយុវជនយើងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីភាពចម្រុះនៃការចូលរួមរបស់មហាគ្រួសារខ្មែរជ្រៀងនៅបត់ដែនដីខ្មែរហើយរំភើបចិត្តមួយទៀតដែរលោកសមិទ្ធយើងឃើញហើយរូបភាពដែលបានបង្ហាញជូននេះគឺជាចលនានៃការគ្រប់គ្រងពេញទំហឹងហើយយើងមានភាពថ្លៃថ្នូរជាពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាពដូច្នេះហើយយើងមិនមានការរើសអើងជាតិសាសន៍ឬក៏បញ្ឆេះទំហឹងអីដើម្បីឲ្យមានបញ្ហាណាមួយយើងចង់ឲ្យរក្សានូវភាពថ្លៃថ្នូរជាតិសាសន៍ដទៃក៏គួរគោរពមកកាន់កម្ពុជាខណៈដែលកម្ពុជាបង្ហាញពីភាពថ្លៃថ្នូរគោរពទៅដល់ជាតិសាសន៍ដទៃដូចគ្នាហើយជាការកត់សម្គាល់តាមរយៈរូបភាពនេះមានខ្ញុំកត់សម្គាល់ថាមិនមែនតែបងប្អូនពលរដ្ឋខ្មែរមុននេះរូបនៅមុខសាយមហោស្រពកោះពេជ្រនេះប្រចាំងរូបភាពមកក្រុមការងារយើងចាត់យករូបភាពផ្ទាល់មានជនបរទេសចាំមានជនបរទេសដែលយើងអាចមើលឃើញតាមរយៈពណ៌សម្បុររូបមុខមាត់របស់គាត់ទៅណាចាគាត់កាន់វិវិធខ្មែរគាត់មកចូលរួមដែរបានន័យថាមជ្ឈដ្ឋានអន្តរជាតិក៏គេគ្រប់គ្រងចំពោះកម្ពុជាគេគ្រប់គ្រងចំពោះស្មារតីរាជរដ្ឋាភិបាលកម្ពុជាជំហររាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយដោយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធីហើយគឺយើងយកច្បាប់អន្តរជាតិជាគោលហើយប៉ុន្តែយើងក៏នឹងអនុវត្តនៅយោធាប្រសិនបើឈ្លានពានឬក៏ជាតម្រូវបញ្ហាថាជាការចុងក្រោយដាក់សម្ពាធមកលើកម្ពុជាយើងក៏ឆ្លើយតបទៅវិញប៉ុន្តែមកដល់ពេលនេះគឺយើងនៅតែរក្សាភាពថ្លៃថ្នូរភាពជាប្រជាជាតិខ្មែរដែលថ្លៃថ្នូរ
ធ្នូពលរដ្ឋខ្មែរដែលថ្លៃធ្នូហើយយើងបង្ហាញពីការគ្រប់គ្រងនៃភាពអង់អាចក្លាហានរបស់ទាហានយើងដែលកំពុងតែប្រចាំការនៅតាមបន្ទាត់ព្រំដែននៅការពីបូរណភាពទឹកដីយើងលើកកម្លាំងចិត្តយើងជំរុញនៅកម្លាំងចិត្តជាគ្រួសារខ្មែរយើងពីនេះទៅจะបង្ហាញពីបេះដូងខ្មែរយើងតែមួយទោះបីជាកងកម្លាំងរបស់យើងកំពុងនៅជួរមុខក៏ពិតមែនប៉ុន្តែបេះដូងរបស់ពួកយើងនៅជាមួយគាត់ជាប់ជានិច្ចអញ្ចឹងនេះហើយគឺជារូបភាពមួយដែលបានបង្ហាញពីកម្លាំងជាតិខ្មែរដែលយើងបង្ហាញពីស្មារតីពីកាយវិការរបស់យើងសម្លេងនៃការគ្រប់គ្រងកម្លាំងចិត្តរបស់យើងគ្រប់គ្រងចំពោះរាជរដ្ឋាភិបាលផ្ដល់ធម្មពលបន្ថែមទៀតនៅកម្លាំងចិត្តជូនទៅដល់កងកម្លាំងជួរមុខដែលកំពុងតែការពារបូរណភាពដែនដីកម្ពុជាបាទមោទនភាពជាតិខ្មែររូបភាពដែលបងប្អូនទស្សនាបាញ់មិញដែលយើងគិតមើលពីទិដ្ឋភាពពីផ្នែកខាងលើដាច់កំភ្លឺភ្នែកជាកម្លាំងសាមគ្គីមហាគ្រួសារខ្មែរបងវរៈកងទ័ពដែលមានភារកិច្ចការពារនៅតាមបន្ទាត់ព្រំដែនក៏កំពុងទស្សនានៅគណៈនេះដែរបាទនេះជាមោទនភាពជាតិខ្មែរការលើកទឹកចិត្តទៅដល់បងវរៈកងទ័ពភាពអង់អាចក្លាហានរបស់បងវរៈកងទ័ពបាទការស្ដាប់នៅបទបញ្ជាបាទការគោរពនៅបទបញ្ជាដែលមើងម៉ាត់របស់រាជរដ្ឋាភិបាលរក្សាបាននូវភាពថ្លៃថ្នូរក្នុងនាមជាប្រជាជាតិមួយដែលល្បីរំទឺតាំងពីសម័យដូនតារហូតមកដល់បច្ចុប្បន្ននៅលើសកលលោកមោទនភាពជាតិខ្មែរដែលយើងមានដូចនៅក្នុងបាវចនាជាតិរបស់យើងមានជាតិសាសនាព្រះមហាក្សត្រហើយយើងមានមោទនភាពបំផុតដែលយើងមានសម្ដេចតេជោជាថ្នាក់ដឹកនាំដែលយើងមានសម្ដេចធិបតីជានាយករដ្ឋមន្ត្រីដែលកំពុងដឹកនាំប្រទេសផ្ដល់នូវសេចក្តីសុខសន្តិភាពដែលជូនទៅដល់ប្រជាពលរដ្ឋខ្មែរការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលថ្ងៃនេះវេលានេះម៉ោងនេះបាទកម្លាំងសាមគ្គីរបស់បងប្អូនដែលបានមកធ្វើដំណើរថ្មើរជើងនេះគឺបង្ហាញឲ្យឃើញពីកម្លាំងសាមគ្គីបង្ហាញឲ្យឃើញអំពីទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលដែលលោកបានខិតខំប្រឹងប្រែងដោះស្រាយរាល់កិច្ចការងារទាំងឡាយហើយជាពិសេសគឺបញ្ហាព្រំដែនដែលជាមួយនឹងប្រទេសថៃថ្មីដែលបងប្អូនជួយរួមជាតិក៏ដូចជាអន្តរជាតិបានជ្រាបបានដឹងបានឮបាទទាំងអស់គ្នាហើយជានេះទៅទៀតមោទនភាពបំផុតដែលយើងឃើញថាដោយរូបភាពដាច់កន្ទុយភ្នែកដែលយើងគិតពីម៉ោងនេះបាទពីចាប់ពីចេញដំណើរពីសាមហោស្រុកកោះពេជ្រមករហូតមកដល់ម៉ោងនេះគឺថាខ្សែបន្ទាត់នៃការធ្វើដំណើរថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋគឺមានចំនួនបាទច្រើនដែលមើលដាច់កន្ទុយភ្នែកទឹកចិត្តយើងរំភើបក្នុងនាមជាប្រជាពលរដ្ឋខ្មែរបងប្អូនក្រៅប្រទេសធ្វើបាត់ដែលមិនបានចូលរួមក៏លោករំភើបបាននឹងឃើញពីមោទនភាពជាតិខ្មែរលោកសង្កត់យើងឃើញនៅក្នុងរូបភាពដែលបានបង្ហាញជូននេះតាមការដឹងថាមានអ្នកចូលរួមប្រហែលជាប្រមាណខ្ទង់ជិត 10,000 នាក់ដែលគម្រោងដំបូងមុនពេលចាប់ផ្ដើមបើតាមរូបភាពគឺលើសហើយចូលរាប់សិបម៉ឺនគេហៅថារាប់សិបម៉ឺននាក់អញ្ចឹងចូលក្នុងនោះអ្វីដែលយើងបានមើលឃើញថារូបភាពនេះគ្រាន់តែនៅដើរពីកោះពេជ្រមកកាន់វិមានឯករាជ្យទេយើងដើរថ្មើរជើងប៉ុន្តែក៏កំពុងតែមានពលរដ្ឋខ្មែរយើងរាប់លានអ្នកផ្សេងទៀតទស្សនាដែរពីព្រោះយើងមានការផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមតាមរយៈកញ្ចក់ទូរទស្សន៍ជឿថាមានបងប្អូនប្រជាពលរដ្ឋខ្មែររាប់លានអ្នកទៀតកំពុងទស្សនាពីគេហដ្ឋានតាមរយៈការផ្សាយផ្ទាល់នេះហើយកំពុងបង្ហាញពីស្មារតីសកម្មភាពកាយវិការរបស់យើងដែលយើងឃើញកាយវិការដែលបង្ហាញនេះគឺជាការគ្រប់គ្រងកម្លាំងចិត្តនិងធម៌ពលសម្រាប់រដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងចាំដែលកំពុងតែការពារបូរណភាពដែនដីសូមបញ្ជាក់ជូនទៅដល់ទូរទស្សនិកជនដែលកំពុងតែទស្សនានេះគឺជាកម្មវិធីដំណើរថ្មើរជើងដើម្បីបង្ហាញពីការគ្រប់គ្រងដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខហើយយើងពិតជាមោទនភាពបេះដូងខ្មែរដែលយើងមានមោទនភាពកើតជាជនជាតិខ្មែរដែលយើងមានសេចក្តីថ្លៃថ្នូរថ្ងៃនេះយើងរួមគ្នាដើរជាមហាគ្រួសារខ្មែរអត់បានគម្រាមកំហែងដល់អ្នកដទៃទេតែយើងគ្រប់គ្រងរដ្ឋាភិបាលយើងក្នុងនោះគឺយើងឃើញមួយចំណុចមួយទៀតដែលឯកឧត្តមហ៊ុនម៉ាណីបានមានប្រសាសន៍ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថាយើងចង់បង្ហាញពីក្តីស្រឡាញ់យើងគ្រប់គ្រងយើងជឿជាក់ទៅលើព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងជឿជាក់ទៅលើសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនយើងជឿជាក់ទៅលើសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតយើងជឿជាក់ទៅលើកម្ពុជារបស់យើងគឺយើងមានសេចក្តីថ្លៃថ្នូរយើងដោះស្រាយនៅសន្តិវិធីយើងបង្ហាញ
2ការធ្វើតាមផ្លូវច្បាប់ដោយក្នុងនោះយើងក៏សម្គាល់ដែរថាកម្ពុជារបស់យើងបង្ហាញពីការគ្រប់គ្រងរដ្ឋាភិបាលទាំងផ្នែកការទូតផ្នែកការពារជាតិផ្នែកច្បាប់ហើយនេះជារូបភាពមួយដែលចង់បង្ហាញថានេះហើយជាខឿនការពារជាតិរបស់កម្ពុជាខឿនការពារជាតិរបស់កម្ពុជាមិនមែនត្រឹមតែកងកម្លាំងដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែនទេខឿនការពារជាតិកម្ពុជាគឺនេះហើយរូបភាពនេះហើយដែលប្រជាជនកម្ពុជាបង្ហាញពីការគ្រប់គ្រងប្រជាជនកម្ពុជាគ្រប់គ្រងរាជរដ្ឋាភិបាលគ្រប់គ្រងចំណាត់ការរបស់រាជរដ្ឋាភិបាលគ្រប់គ្រងវិធានការរបស់រាជរដ្ឋាភិបាលគ្រប់គ្រងការដោះស្រាយដែលរាជរដ្ឋាភិបាលបានដាក់ចេញប្រទេសកម្ពុជាជាប្រទេសដែលស្រឡាញ់នូវសុខសន្តិភាពប្រទេសកម្ពុជាតែងតែចាត់ទុកប្រទេសជិតខាងជាមិត្តភាពជាមិត្តដ៏ល្អយើងរក្សានៅតំបន់ព្រំដែនរបស់យើងជាព្រំដែនមិត្តភាពសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក៏ប៉ុន្តែកម្ពុជាការពារដាច់ខាតមិនឲ្យមានការឈ្លានពានយើងការពារបូរណភាពទឹកដីរបស់កម្ពុជាមិនចង់បានដីរបស់នរណា1មីលីម៉ែត្រទេក៏ប៉ុន្តែក៏មិនឲ្យនរណាឈ្លានពានកម្ពុជាសូម្បី1មីលីម៉ែត្រនោះដែរបាទបងប្អូនជនជាតិដែលកំពុងទស្សនាទាំងក្នុងនិងក្រៅប្រទេសបាទជាទីគោរពបងវរៈកងទ័ពដែលមានភារកិច្ចការពារនៅតាមបន្ទាត់ព្រំដែនជាទីនឹករលឹកព្រះវិញ្ញាណក្ខន្ធអតីតអង្គព្រះមហាក្សត្រដួងព្រលឹងដូនតាខ្មែរបាទពិតជាពេលនេះខ្ញុំជឿជាក់ថាបើយើងនិយាយអំពីហៅថាភាពរំជួលចិត្តគឺឥតឧបមាដែលកូនខ្មែរបាទនាពេលបច្ចុប្បន្នចេះសាមគ្គីរួបរวมគ្នាបាទជាធ្លុងមួយព្រលឹងដូនតាខ្មែរយើងពិតជាមានមោទនភាពដែលយើងមានរាជរដ្ឋាភិបាលដែលលោកបានគិតគូរអំពីប្រទេសជាតិគិតគូរអំពីទឹកដីរបស់ខ្លួនកម្ពុជាជាប្រទេសដែលមានឯករាជ្យភាពអធិបតេយ្យភាពបូរណភាពទឹកដីរបស់ខ្លួនកម្ពុជាប្រកាន់នៅចំហយ៉ាងខ្ជាប់ខ្ជួននៅក្នុងការដោះស្រាយតាមសន្តិវិធីបញ្ជិះរាល់បញ្ហាទាំងឡាយតាមផ្លូវច្បាប់តាមការទូតបាទទំនាក់ទំនងរបស់កម្ពុជាមិនមែនតែប្រទេសក្នុងតំបន់ទេប្រទេសក្រៅតំបន់ក៏មានការកោតសរសើរនិងគោរពស្រឡាញ់កម្ពុជាគណៈដឹកនាំតាំងពីសម្ដេចតេជោលោកជានាយករដ្ឋមន្ត្រីការផ្ដល់តម្លៃគ្រឿងអេស្រយុទ្ធនិងការគោរពពីមេដឹកនាំនៅជុំវិញពិភពលោកស្ដែងឲ្យឃើញអំពីភាពថ្លៃថ្នូរនិងការដឹកនាំប្រកបដោយជោគជ័យនិងវីរភាពដែលជាគំរូបាទដល់មេដឹកនាំនៃបណ្ដាប្រទេសនានានៅជុំវិញពិភពលោកមោទនភាពជាតិខ្មែរបាទមិនត្រឹមតែប្រជាពលរដ្ឋដែលនៅក្នុងប្រទេសកំពុងទស្សនាក៏ដូចជាប្រជាពលរដ្ឋដែលនៅក្រៅប្រទេសទេបាទបើយើងនិយាយដូចខ្ញុំបានលើកឡើងអំបញ្ញមិញអញ្ចឹងបាទព្រះវិញ្ញាណក្ខន្ធអតីតអង្គព្រះមហាក្សត្ររបស់យើងគ្រប់ជំនាន់ព្រលឹងដូនតាខ្មែររបស់យើងប្រកបជាបាទរំជួលចិត្តរំភើបចិត្តឥតឧបមាដោយបាទក្តីបាទសាមគ្គីភាពនិងការឈ្លាសវៃនៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលយើងខិតខំប្រឹងប្រែងនៅក្នុងការការពារបូរណភាពទឹកដីរបស់យើងប្រវត្តិយើងមិនដែលទៅបំពេញនឹងចង់បានរបស់អ្នកណាកម្ពុជាគឺបាក់ខ្លាយជាប្រទេសមួយដែលជាប្រទេសសុខសន្តិភាពមិនដែលមានប្រវត្តិឡើយនៅក្នុងការដែលចង់បានឬក៏រំលោភបំពានតែកម្ពុជាគឺមានចំហច្បាស់លាស់គឺមិនអាចអនុញ្ញាតឲ្យប្រទេសណាមួយជាតិសាសន៍ណាមួយបំពានឬក៏រំលោភបំពាននៅលើបូរណភាពទឹកដីរបស់យើងឡើយព្រោះដូនតារបស់យើងពិតជាមានមោទនភាពបាទដែលកូនខ្មែរដែលចេះខិតខំប្រឹងប្រែងសាមគ្គីដែលមានរាជរដ្ឋាភិបាលដែលលោកខិតខំប្រឹងប្រែងអភិរក្សនៅអ្វីដែលជាស្នាដៃបាទមរតកដូនតារបស់យើងដែលបានបន្សល់ទុកបច្ចុប្បន្នហើយក៏ខិតខំប្រឹងប្រែងនៅក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនបាទស្របនឹងសម័យបាទគេថាទំនើបសម័យបាទជឿនលឿនទាំងអស់នេះជាមោទនភាពដ៏ធំធេងហើយតាមរយៈរូបភាពដែលបងប្អូនបានចូលរួមដោយស្ម័គ្រចិត្តបាទនៅព្រឹកនេះគឺបង្ហាញឲ្យឃើញពីកម្លាំងនៃការសាមគ្គីភាពគ្នាជាធ្លុងមួយជាកម្លាំងនៃការការពារខ្លួនបាទប្រទេសជាតិរបស់យើងទាំងអស់នេះជាមោទនភាពខ្ញុំបាទដែលឃើញរូបភាពក៏ថារំជួលចិត្តនៅក្នុងការអត្ថាធិប្បាយដែរហើយរំភើបរីករាយជាមួយនឹងបងប្អូនថ្មនេះនៅខាងក្រៅទឹកណាកម្ដៅប្រកបជាហៅថាក្តៅដោយកម្ដៅព្រះអាទិត្យប៉ុន្តែវត្តមានរបស់បងប្អូនជាមើលដាច់កន្ទុយភ្នែកសូម្បីតែបាទបច្ចេកវិទ្យានៅក្នុងការចាប់រូបដែលអាចចាប់រូបបានរាប់សិបទលូនក៏ថតដាច់កន្ទុយភ្នែកដែរចាយើងឃើញហើយថា
នេះគឺជារូបភាពផ្ទាល់មួយដែលផ្នែកខាងមុខនេះបងប្អូនមួយចំនួនបានធ្វើដំណើរថ្មើរជើងមកដល់វិមានឯករាជ្យហើយក៏ប៉ុន្តែសម្រាប់កតុយនៅកោះពេជ្រអត់បានចេញអង្គទេចាបានន័យថាច្រើននៃការចូលរួមរបស់មហាគ្រួសារខ្មែរកូនខ្មែរគ្រប់រូបជាខឿនការពីជាតិយើងរួមគ្នាការពីបដិភាពទឹកដីហើយយើងការពីប្រយោជន៍ជាតិការពីកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់យើងជាខ្មែរហើយយើងក៏ជឿជាក់ទៅលើរដ្ឋាភិបាលនៅក្នុងការដោះស្រាយនៅជំនឿដោយសន្តិវិធីដើម្បីបញ្ជាសង្គ្រាមដើម្បីមិត្តភាពដើម្បីកិច្ចសហប្រតិបត្តិការហើយយើងពិតជាមានមោទនភាពដែលយើងកើតមកជាកូនខ្មែរហើយនេះគឺជាចំណុចមួយដែលយើងឃើញថារាជរដ្ឋាភិបាលកម្ពុជាបានយករឿងបញ្ហាចំនួនព្រំដែនដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយនេះគឺជាភាពចាស់ទុំរបស់កម្ពុជាដែលយើងយកផ្លូវច្បាប់នៅក្នុងការដោះស្រាយហើយយើងបង្ហាញពីរូបភាពនៃការគ្រប់គ្រងនេះយើងមានភាពចាស់ទុំនិងរក្សានៅសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាជាតិខ្មែរដែលយើងស្រឡាញ់នៅសន្តិភាពយើងស្រឡាញ់នៅការដោះស្រាយយើងគ្រប់គ្រងនៅរាជរដ្ឋាភិបាលកម្ពុជាហើយនេះគឺជាខឿនការពីជាតិនៅតែបញ្ជាក់ជូនដល់ថាគឺជាខឿនការពីជាតិដ៏សំខាន់យើងទៅដល់ទីតាំងណាទៅដល់ប្រទេសណាក៏យើងនៅតែជាខ្មែរហើយក្នុងនោះជឿថាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសដែលកំពុងតែទស្សនានៅទស្សនវិជ្ជាទាំងអស់នេះក៏ពួកគាត់មានការរំភើបចិត្តដូចគ្នាដែរដែលឃើញនៅសកម្មភាពនៃការរួមសាមគ្គីគ្នាជាធ្លុងមួយនៅថ្ងៃនេះសូមជម្រាបជូនដែរថាគឺជាការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់មានក្មេងចាស់ប្រុសស្រីមានព្រះសង្ឃចាំមាននៅសាសនិកអ៊ីស្លាមមានគណៈបកនយោបាយមានតំណាងគណៈបកនយោបាយ28គណៈបកនយោបាយបានចូលរួមដែរហើយទាំងអស់នេះគឺជាការដើររួមគ្នាក្នុងនាមជាមហាគ្រួសារខ្មែរដែលមិនប្រកាន់នៅពណ៌សម្បុរសាសនាឬមិនមានការនយោបាយចាយើងឃើញមានដូចជាព្រះប្រធានគណៈបកស៊ុនស៊ិនតិចចាស់ក៏ព្រះអង្គម្ចាស់ចក្រវុឌ្ឍចាស់ក៏ព្រះអង្គមានព្រះវត្តមាននៅទីនេះដែរព្រះវត្តមាននៅទីនេះដែរហើយមានការចូលរួមចាពីមន្ត្រីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមានជនពិការតាមរយៈការប្រចាំនៅរូបភាពផ្ទាល់យើងឃើញថាការចូលរួមអញ្ចឹងថ្ងៃនេះមានតំណាងគណៈបកនយោបាយ28គណៈបកនយោបាយក៏ចូលរួមដែរកម្ពុជាគឺឥឡូវនេះគឺជាគ្រួសារខ្មែរអត់មានប្រកាន់មិនមានការនយោបាយពណ៌សម្បុរសាសនាអីទេគឺថាចូលរួមទាំងអស់គ្នាដែលយើងបង្ហាញពីការគ្រប់គ្រងបង្ហាញពីខឿនការពីជាតិហើយយើងក៏បង្ហាញពីការគ្រប់គ្រងរបស់កងទ័ពយើងអង្គអាយក្លាហានសូមបញ្ជាក់ជូនដល់ថាបើសិនកម្លាំងកងទ័ពរបស់យើងនៅជួរមុខកំពុងទស្សនាចង់បញ្ជាក់ជូនដល់ថាបងប្អូនមិនមែនឈរនៅទីនេះតែឯងទេគឺយើងនៅពីក្រោយនេះកម្លាំងធំណាស់ដែលកំពុងតែគ្រប់គ្រងចាយើងគ្រប់គ្រងយើងនៅជាមួយកងកម្លាំងជួរមុខរបស់យើងជានិច្ចនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្មែរយើងបាទទូជាតិបករវិចតាមរយៈដល់វត្តមានរបស់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងដោយរសារបានលើកឡើងបាញ់មិញគឺក្នុងនោះដោយសារការគ្រប់គ្រងចំពោះរាជរដ្ឋាភិបាលការគ្រប់គ្រងនិងលើកទឹកចិត្តទៅដល់កងកម្លាំងរបស់យើងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនមានទាំងពីប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងបាទពេលក្នុងនោះដែរមានតាំងពីបណ្ដាមេដឹកនាំគណៈបកនយោបាយបាទទាំងអស់ក៏បានចូលរួមបាទរួមមានទាំងបងប្អូនខ្លះស្ដីបិទតែគាត់ជាជនពិការប៉ុន្តែបេះដូងរបស់គាត់មិនពិការគាត់ស្រឡាញ់បាទរាជរដ្ឋាភិបាលគ្រប់គ្រងរាជរដ្ឋាភិបាលគាត់បាទមានហៅថាបេះដូងស្នេហាជាតិមោទនជាតិបាទភាពជាខ្មែរដែលនៅពេលវេលានេះគេឃើញហើយថាពីបាទនៅសារមកស្របកោះពេជ្រឥឡូវនេះគឺថាដំណើរថ្មើរជើងរបស់បងប្អូនយើងបានមកដល់លើបរិវេណនៃវិមានឯករាជ្យនៅក្នុងរូបភាពបានបង្ហាញហើយក៏មានការចូលរួមយ៉ាងល្អពីបងប្អូនជាប្រដ្ឋដទៃទៀតបាទពេលបិទបងប្អូនខ្លះមិនបានចូលរួមគាត់ធ្វើដំណើរនៅតាមដងផ្លូវប៉ុន្តែគាត់បានសម្រួលទុកផ្លូវនេះទុកបរិវេណនេះសម្រាប់បងប្អូនយើងនៅក្នុងការជួបជុំគ្នាបាទនៅនឹងវិមានឯករាជ្យបាទនៅនឹងវិមានឯករាជ្យគឺឃើញថាដោយរលូននេះទោះបីជាគាត់ជាជនពិការក៏ពិតមែនប៉ុន្តែគាត់ចូលរួមដោយទឹកចិត្តស្រឡាញ់ជាតិបាទទឹកចិត្តស្រឡាញ់ប្រទេសទឹកចិត្តគ្រប់គ្រងចំពោះរាជរដ្ឋាភិបាលហើយយើងឃើញតាំងពីដើមទីមកទាំងរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋខ្មែរគឺបានបង្ហាញពីភាពចាស់ទុំបង្ហាញពីភាពថ្លៃថ្នូរក្នុងនាមជាពូជពង្សអ្នកកសាងអង្គរជាពូជពង្សដែលមានអរិយធម៌និងវប្បធម៌ដ៏ផូរផង់
ហើយក៏ជាពូជពងដែលមិនធ្លាប់មានប្រវត្តិទៅបំពេញទៅដល់ប្រទេសណាទេជាពូជពងអ្នកដែលបាទស្រឡាញ់សន្តិភាពបាទគឺជាពូជពងបាទអ្នកដែលមានឧត្តមភាពសម្រាប់ពិភពលោកទាំងមូលយើងឃើញបងប្អូនបានទស្សនានិងបានជ្រាបនៅក្នុងរូបភាពដែលមកដល់ពេលនេះបាទវត្តមានរបស់បងប្អូនយើងដែលធ្វើដោយថ្មើរជើងបាទមានទាំងចាស់ទាំងក្មេងហើយទាំងនោះបើបងប្អូននៅទិដ្ឋភាពនេះផ្ទាល់ប្រកបជាបានលឺនៅសម្លេងជ័យយកទៅជ័យទៀតរបស់បងប្អូនជាបរិបទរបស់យើងបាទ ច្រៀងបទដែនដីខ្មែរចាគឺថាច្រៀងបទដែនដីខ្មែរឲ្យដើរឆ្ពោះទៅទាំងអស់គ្នាអូរំភើបចិត្តណាស់យើងឃើញគេហៅថានេះខ្ញុំឃើញរូបភាពនេះហើយជាមួយនឹងសម្លេងដែលបញ្ជូនមកហ្នឹងគឺថាពិតជាមានមោទនភាពខ្លាំងណាស់ដែលកម្មវិធីដែលរៀបចំនៅថ្ងៃនេះដោយអាដាមហ៊ុននេះបានបញ្ជាក់ជូនចឹងមិនមែនជាកម្មវិធីដែលសសយកករៀបចំទេគឺជាមហាគ្រួសារខ្មែរដែលរួមគ្នាព្រោះសសយកកផ្ដើមនៅក្នុងការរៀបចំតែប្រហែលថ្ងៃសោះបងប្អូនចូលរួមច្រើនហើយយើងឃើញទៅថាមានចូលរួមនៅភាពចម្រុះទៅនៃប្រជាជនទាំងអស់ដែលបង្ហាញអំពីកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរជានិមិត្តរូបនៃភាពអង់អាចក្លាហានការពារទឹកដីក្តីស្រឡាញ់សម្រាប់មាតុភូមិកម្ពុជានៃយើងហើយនេះគឺជាការបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលប្រកបដោយភាពចាស់ទុំលើម៉ាត់ម៉ត់ចត់ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយយើងពិតជាមានមោទនភាពណាស់ដែលបានរួមគ្នាបង្ហាញនៅកម្លាំងចិត្តដ៏ធំធេងបំផុតជូនទៅដល់មជ្ឈដ្ឋានទាំងអស់នៅលើឆាកអន្តរជាតិបានឃើញថាខ្មែររួបរួមខ្មែរឈ្នះខ្មែរខ្លាំងខ្មែរប្រើប្រាស់នៅសន្តិវិធីតាមរយៈការបញ្ជូនឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ចឹងគឺសម្រាប់ការបង្ហាញនៅទស្សនវិជ្ជានាពេលនេះការរួបរวมនាពេលនេះគឺជាកម្លាំងប្រជាជាតិខ្មែរយើងដែលបានរួមគ្នាគាំទ្រចំពោះរាជរដ្ឋាភិបាលគាំទ្រចំពោះក៏ដូចជាលើកទឹកចិត្តគាំទ្រនិងលើកទឹកចិត្តសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងតែការពារបរិយាភាពដែនដីសូមជម្រាបជូនដល់ថាទាំងអស់នេះក៏ជារូបភាពមួយដែលបង្ហាញថាភាសាបេះដូងជាភាសាបេះដូងរបស់ប្រជាជនយើងសម្រាប់ប្រទេសកម្ពុជាខ្មែរយើងឈាមជ័រជាខ្មែរបង្ហាញបញ្ជូនសារបេះដូងនេះទៅដល់កងកម្លាំងយើងនៅជួរមុខដែលកំពុងតែការពារបរិយាភាពដែនដីបាទប្រិមត្តទស្សនិកជនឥឡូវនេះក៏សូមបងប្អូនបន្តតាមដានទស្សនាហើយយើងប្រគល់ភារកិច្ចទៅដល់ក្រុមការងាររបស់យើងដែលកំពុងធ្វើនៅក្នុងវេទិកានៃវិញ្ញាណឯករាជ្យវិញម្ដងសូមបងប្អូនចូលរួមជាទាំងអស់គ្នាត្រៀមកម្មវិធីពិសេសរបស់យើងដល់ពេលដែលត្រូវចាប់ផ្ដើមចាដូច្នេះសូមសម្ដែងបានខ្លាំងៗទាំងអស់គ្នាជ័យយោព្រះរាជាណាចក្រកម្ពុជាជាកិច្ចចាប់ផ្ដើមពិធីនាងខ្ញុំសូមគោរពអនុញ្ញាតគោរពយាងនិងគោរពអញ្ជើញព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីបងប្អូនជនរួមជាតិទាំងអស់អញ្ជើញគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពទង់ជាតិគោរពសូមពុទ្ធទេវតាព្រះសម្មាក្សត្រយើងឲ្យបានរងរឿងដោយជាមង្គលស្រីសួស្ដីយើងខ្ញុំព្រះអង្គសូមជ្រកក្រោមលប់ព្រះបាទរមីនៃព្រះរបដីវង្សក្សត្រដែលសាងប្រាសាទថ្មគ្រប់គ្រងដែនខ្មែរបុរាណកាលនាឱកាសនេះយើងខ្ញុំជាកូនចៅទូតសូមក្រាបថ្វាយមហាព្រះរាជកុសលថ្
ថ្វាយចំពោះព្រះបរមវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋកូនចៅទូតព្រះអង្គទាំងអស់សូមសម្ដែងថ្វាយនៅកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតនិងចងចាំជានិច្ចចំពោះព្រះរាជសកម្មភាពប្រកបដោយព្រះពលិកម្មខ្ពស់ច្រើនឥតគណនាក្នុងឧត្តមប្រយោជន៍ជាតិក៏ដូចជូនចំពោះសុខសន្តិភាពនៃប្រជានុរាស្ត្រហើយត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងសមានស្មារតីយូរអង្វែងនៃប្រជារាស្ត្រខ្មែរគ្រប់ជំនាន់នាពេលនេះខ្ញុំម្ចាស់នាងខ្ញុំសូមគោរពយាងនិងអញ្ជើញព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិសូមរួមអរិយាបថស្មឹងស្មាតគោរពព្រះបរមរាជវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋសូមសម្រួមសូមអរគុណហើយក្នុងវរកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់89យាងចូល90ព្រះវស្សាខ្ញុំម្ចាស់នាងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញអានសារលិខិតថ្វាយព្រះពរសូមគោរពអញ្ជើញខ្ញុំប្រកាសថាខ្ញុំសូមក្រាបថ្វាយ